ជំរាបសួរលោកគ្រូខ្ញុំឈ្មោះ Samantha ផាមកពីក្រុម SV7 ថ្ងៃនេះខ្ញុំមកពន្យល់ពីសំណួររបស់លោកគ្រូដាក់ការងារ midterm ឥឡូវខ្ញុំសូមមកពន្យល់សំណួរទី1សំណួរទី1ហ្នឹងគេសួរថា understand what a function is សំណួរហ្នឹងមានន័យថាគឺជាក្រុមនៃកូដដែលត្រូវបានរៀបចំជាកញ្ចប់ដើម្បីអនុវត្តការងារមួយជាក់លាក់ហើយអាចហៅបានថាឬអាចហៅបានជាច្រើនដងហើយចំពោះសំណួរទី2នេះគឺមានន័យថាហើយសម្រាប់សំណួរទី2នេះគឺ create and calling or function ហ្នឹងគឺមានន័យថាគេចង់ឲ្យខ្ញុំហ្នឹងcreate function ដើម្បីបង្កើត div អញ្ចឹងខ្ញុំចូលទៅសរសេរសិនជាមួយខ្ញុំសរសេរកន្លែងនេះសិន divនេះគឺជា function ដែលខ្ញុំបានបង្កើតហ្នឹងបន្ទាប់មកជាមួយវានឹងចេញលទ្ធផលមកបែបម៉េចជាមួយខ្ញុំrun វាសិនអានេះrunវាហើយកន្លែងនេះពេលខ្ញុំរ៉ាន់មកវានឹងចេញ hello world ពីរតង់អញ្ចឹងហើយចំពោះនេះតែសារតែកន្លែងខ្ញុំពេលខ្ញុំរ៉ាន់វាចេញ hello world ពីរតង់ហ្នឹងដោយសារតែខ្ញុំបានរ៉ាន់វាពីរនៅតែភាសាខ្ញុំសរសេរវាពីរហ្នឹងហើយចំពោះហើយឥឡូវហ្នឹងខ្ញុំលោកវិចារសិនដើម្បីខ្ញុំមកមើលសំណួរទី3បន្តទៀតចំពោះនេះមិញហ្នឹងខ្ញុំលុបបានវាចោលហើយអញ្ចឹងខ្ញុំមកមើលសំណួរទី3ហ្នឹងគឺគេចង់សួរយើងបែបហ្នឹងហើយដើម្បីឲ្យយើង input វាហើយចំពោះសំណួរ input ហ្នឹងគឺមានន័យថា input គឺជាតម្លៃដែលយើងផ្ញើចូលទៅក្នុង function ហើយជាមួយខ្ញុំសរសេរឧទាហរណ៍ក្នុងនឹងឲ្យមើលខ្ញុំបានសរសេរឈ្មោះនឹងចូលហើយជាមួយខ្ញុំរ៉ានវាសិនហើយនេះដល់ពេលដែលខ្ញុំរ៉ានវាហើយវានឹងចេញឈ្មោះបែបនេះដោយសារពីរតង់ដោយសារខ្ញុំសរសេរឈ្មោះខ្ញុំពីរតង់ដូចគ្នាហើយនេះខ្ញុំដាក់អេលើសមួយអញ្ចឹងក៏វាចេញមកដូចគ្នានៅពេលដែលយើងសរសេរមិនគឺវាចេញមកបែបហ្នឹងហើយចំពោះសំណួរទី4គឺនេះអាហ្នឹងគេចង់បានន័យថាហើយចំពោះសំណួរទី4ហ្នឹងគឺ return value ហ្នឹងគឺជា function អាចបញ្ចូលតម្លៃត្រឡប់ទៅវិញដោយប្រើនេះthôiដែលយើងត្រូវប្រើ return អញ្ចឹងទៅមើលខ្ញុំទៅ save វាសិនអានេះ save ចេះសិន
បញ្ចូលវាហើយជាមួយខ្ញុំចុចរ៉ានវាសិននេះវាចេញ5ដល់ខ្ញុំយក2ហ្នឹងបូកជាមួយ3នេះយើងយក function a បូកជាមួយ b ហ្នឹងគឺមានន័យថាខ្ញុំយក2ហ្នឹងមកបូកនឹង3អញ្ចឹងវាលទ្ធផលវាចេញមកគឺ5ហើយចំពោះសំណួរទី5នេះគឺគេចង់និយាយថាយើងអាចកំណត់តម្លៃរំលំដើមរបស់វាបានអញ្ចឹងចង់ដឹងថាយើងកំណត់តម្លៃដើមរបស់វាបានមកយើងត្រូវចូលទៅសរសេរក្នុងបន្ថែមคลิปเสียสมาเนี่ยខ្ញុំដាក់เสียสมาចុះហើយខ្ញុំសុំចុះបន្ទាត់មកខ្ញុំគ្រាន់តែសេ វាបន្ថែមចាំតិចវា screen ហើយខ្ញុំសេ hello ដាក់នឹងមកខ្ញុំបញ្ចូលនេះអូយ៉ាច្រឡំលុបខ្ញុំចូលវិញគឺបែបនេះមកហើយឡើយនេះខ្ញុំដាក់ឈ្មោះចូលដាក់ឈ្មោះរបស់ខ្ញុំអូភ្លេចអីនេះខុសកន្លែងនេះដោយសារខ្ញុំកន្លែងនេះខ្ញុំអត់ដាក់គ្នាបទេខ្ញុំច្រឡំដាក់គ្នាបហើយមកខ្ញុំគ្រាន់តែក្បៀសវាមកនេះខ្ញុំខុសកន្លែងលើដោយសារខ្ញុំដាក់អ៊ីនកាពិតគេត្រូវដាក់អ៊ីងឯងមើលពេលខ្ញុំរ៉ាន់វាទៅមិននេះខ្ញុំខុសកន្លែងនេះឥឡូវខ្ញុំរ៉ាន់វាហើយនេះវានឹងចេញមក hello world hello name ឈប់ខ្ញុំមើលសិននេះថាខុសកន្លែងហ្នឹងមកនេះខ្ញុំដឹងហើយនេះដោយសារខ្ញុំខុសកន្លែងនេះខ្ញុំមកកន្លែងនេះចេះដាក់បូកចូលកន្លែងហ្នឹងទេគឺគេធ្វើមកដាក់បូកកញ្ចក់គេដាក់នេះគ្នាកន្លែងនេះអញ្ចឹងជាមួយខ្ញុំរ៉ាន់ម្ដងទៀតខ្ញុំរ៉ាន់វាម្ដងទៀតអញ្ចឹងវាបានចេញមកហើយនេះគឺវាមានឈ្មោះបែបនេះគឺយើងទៅសេចខាងលើហ្នឹងហើយចំពោះកន្លែងនេះគឺឈ្មោះរបស់ខ្ញុំហើយវាក៏មានឈ្មោះរបស់ខ្ញុំដែរនេះឈ្មោះរបស់ខ្ញុំ hello ឈ្មោះខ្ញុំអញ្ចឹងហ្នឹងហើយអាហ្នឹងជាសំណួរទី5ហើយចំពោះសំណួរទី6នេះគឺចង់បានន័យថាវាអាច function ហ្នឹងវាអាចទទួលបាននៅនឹងឯងហើយចំពោះ function ហ្នឹងគឺវា function ហ្នឹងអាចទទួលបាន element ជាច្រើនចង់នឹងថាវាទទួលបានបែបម៉េចគឺខ្ញុំត្រូវបញ្ចូលតាមនឹងសិនឈប់ខ្លាញ់នេះច្រើនសិនហើយខ្ញុំទៅសេបញ្ចូលឡើងវិញហើយចំពោះហ្នឹងខ្ញុំត្រូវទៅសេបញ្ចូលអុកសិនAB ហ្នឹងយើងគ្រាន់តែសរសេរវាដើម្បីយើងលឿនថាយើងសរសេរតំណាងអញ្ចឹងណានេះពេលខ្ញុំសរសេរហើយសិនត្រូវបូកវាតគ្នា3តង់បន្ទាប់មកកាត់លេខខ្ញុំចង់បូកវាអញ្ចឹងឥឡូវខ្ញុំដាក់សិនរកទី1លេខ1 A លេខ1ដល់នេះលេខ1លេខ2លេខ3ដល់លេខតំណាងរបស់ខ្ញុំអញ្ចឹងណាចាំមើលពេលខ្ញុំវាសិនចង់នៅវាចេញបែបម៉េចអីចឹងចាំមើលសិននេះនៅពេលដែលខ្ញុំរ៉ានហើយមានន័យថាវាបូកតគ្នានេះដូចយើងយក A បូក B បូក C អញ្ចឹង A របស់ខ្ញុំលេខ1 B របស់ខ្ញុំលេខ2ហើយ C លេខ3អញ្ចឹងវាបូកចូលគ្នាមកគឺវាចេញលទ្ធផលមកគឺវាចេញលេខ6ចឹងយើងហ្នឹងគឺវាត្រូវអញ្ចឹងលំអិតសំខាន់របស់វានឹងឯងហើយចំពោះសំណួរទី7 keyword element ហ្នឹងគឺគេចង់បានន័យថាយើងអាចផ្ញើមកហ្នឹងដោយប្រើឈ្មោះរបស់ parameter បានអញ្ចឹងជាមួយខ្ញុំទៅសេវាអាចផ្សាយឈ្មោះបែបម៉េចខ្ញុំនឹងទៅសេវាបង្ហាញអាហ្នឹងដូចជាមាន name
ហើយមានអីណាមអាយុវាតបមកអានេះខ្ញុំដាក់ student ដោយសារយើងចង់សួរវាអញ្ចឹងតបមកឥឡូវខ្ញុំដាក់អាយុវាចូលសិនអាយុ21តបមកណាមចំណាំយើងដាក់ឈ្មោះរបស់យើងមកឈ្មោះខ្ញុំដាក់ឈ្មោះខ្ញុំដោយសារហ្នឹងក៏ខ្ញុំដាក់អាយុខ្ញុំដែរឈ្មោះច្រើនណាស់នេះឈ្មោះខ្ញុំហើយចាំមើលដល់ពេលដែលខ្ញុំតាមវាទៅវាចេញបែបម៉េចនេះខ្ញុំមិនទៅសេនឹងមកគឺវាបានចេញមកឈ្មោះរបស់ខ្ញុំហើយនឹងអាយុរបស់ខ្ញុំអញ្ចឹងហ្នឹងវាគឺមានន័យថាយើងមិនអាចមិនចាំបាច់តាមលំដាប់របស់វាហ្មងឯងឲ្យយល់គឺយើងតែបន្ថយការ error របស់យើងដោយសារយើងដាក់អាយុមុនក៏បានដាក់ឈ្មោះមុនក៏បានដែរហើយចំពោះសំណួរទី8នេះគឺសំណួរទី8ហ្នឹងគឺយើងប្រើសម្រាប់ទទួលបាន function ច្រើនអញ្ចឹងយើងអាចកំណត់ចំនួនបានទេអញ្ចឹងជាមួយខ្ញុំបញ្ចូលពីរបៀបហ្នឹងរបៀប percent នេះយើងអាចកំណត់ចំនួនបានហ្នឹងបែបម៉េចនេះខ្ញុំទៅសេដើម្បីឲ្យកំណត់ឈ្មោះរបស់វាហ្នឹងខ្ញុំសេអាហ្នឹងដូចជាយើងទៅសេបានដាក់យើងដាក់ជា total ដាក់ជា total ហើយឥឡូវខ្ញុំគុណវាសិនដាក់ member ដោយសារយ៉ាងនេះវានិយាយថាវាបូកបានតែគ្នាតែយ៉ាងយើងចង់បញ្ជាក់ថាយើងមិនទៅសេជាលេខចឹងណាអីឥឡូវ sprint សិនមកនេះនៅពេលដែលខ្ញុំ sprint វាហ្នឹងអាហ្នឹងគឺយើងនិយាយថាអូខ្ញុំដាក់លើឲ្យឈប់នឹងអស់ពីឈប់សិនខ្ញុំដាក់លើសោះអានេះយើងដាក់ត្រូវតែ member បានហើយយើងដាក់ member ចឹងហើយយើងទៅសេ print មួយទៀតអានេះគឺយើងត្រូវដាក់បែបហ្នឹងឯងតែខ្ញុំចង់ដាក់ពីតង់អញ្ចឹងឥឡូវខ្ញុំដាក់ទៅសេសេ Toyota total មួយទៀតឆ្នាំ Toyota វាចង់ដាក់លំនាំតាំងពីមកចង់ហើយអានេះគឺវាជាលេខដែលខ្ញុំបានដាក់តំណាងវាចង់ជាមួយខ្ញុំពេលខ្ញុំរានហើយនឹងលទ្ធផលវាបែបម៉េចចឹងហើយនៅពេលដែលខ្ញុំរានហើយនេះវានឹងបានលេខ1 + 2 + 3 + 4 + 5អញ្ចឹងទាំងអស់ហ្នឹងគឺពុកជាមួយវាស្មើនឹង15អញ្ចឹងអាហ្នឹងគឺវាជាលទ្ធផលដែលខ្ញុំបានបូកលេខវាបញ្ចូលគ្នាហើយសម្រាប់ប្រើបើអាហ្នឹងប្រើសម្រាប់ data ជាមួយនឹង keyword អញ្ចឹងមានន័យថាជាមួយខ្ញុំបញ្ចូលអាកន្លែង keyword ហ្នឹងលទ្ធផលវានឹងចេញបែបម៉េចអញ្ចឹងជាមួយខ្ញុំបញ្ចូលវាមួយទៀតអាហ្នឹងវាដូចចែកគ្នាតែប៉ុន្តែខ្ញុំត្រូវបន្ថែមកន្លែងហ្នឹងមួយទៀតអញ្ចឹងអាហ្នឹងយើងត្រូវបន្ថែមមួយទៀត for data for data for data info នេះដក clear មក name អីយ៉ា smell ឈ្មោះរបស់ខ្ញុំតបមកអាយុ21នេះប៉ុណ្ណឹងមកនេះខ្ញុំដាក់ប៉ុណ្ណឹងមកដល់ពេលជាមួយពេលខ្ញុំរានទៅអាចច្រឡំ error បាត់អីសោះខ្ញុំមើលសិនតែវាខុសអីខ្ញុំសូមមើលបន្តិចសិននេះខ្ញុំហៅឃើញកន្លែង error ហើយដោយសារមិញហ្នឹងវា error ដោយសារតែខ្ញុំដាក់ផ្កាយតែមួយក៏ពេលវាត្រូវដាក់ផ្កាយ2អញ្ចឹងខ្ញុំដាក់បែបហ្នឹងហើយខ្ញុំដាក់ម្ដងទៀតនេះវានឹងចេញមកហើយគឺវាមានឈ្មោះមានអីដែលយើងបានចូលហើយនឹងអាយុរបស់យើងអាហ្នឹងគឺវាបាននឹង error ដោយសារតែយើងដាក់ផ្កាយវាខ្វះមួយហ្នឹងឯងព្រោះអាហ្នឹងជាស្ងាត់មកហើយចំពោះកន្លែងហ្នឹងរបស់ខ្ញុំហ្នឹងគឺដូចជាវាមានតែប៉ុណ្្នឹងទេចង់ក្រោយខ្ញុំអរគុណលោកគ្រូអរគុណនឹងអ្នកនរគ្នាដែលបានមើលការបញ្យល់របស់ខ្ញុំតែការបញ្យល់របស់ខ្ញុំហ្នឹងវារៀងខុសឆ្គងរៀងច្រើនតិចដោយសារតែខ្ញុំបញ្យល់បែបលឿនកាត់អញ្ចឹងចាចង់ក្រោយមានតែប៉ុណ្្នឹងអរគុណច្រើន